tới classវាទៅជាក់ដើម្បីឲ្យវាបាត់ក្លិនឆ្អាបផងហើយឲ្យវាទៅជាក់ទៅហូបទៅមានរសជាតិឆ្ងាញ់ហើយនេះគឺឆ្អិនចប់សពគ្រប់ហើយពួកចុងភៅដួសចែកគ្នាញ៉ាំហើយនេះគឺសាច់ត្រីញៀនដែលគេប្រឡាក់គ្រឿងហើយជ្រលក់មួយទឹកជ្រលក់នេះរសជាតិឆ្ងាញ់មែនបាទថ្ងៃនេះមកធ្វើបទបង្ហាញពីរបៀបធ្វើមុខម្ហូបមួយយ៉ាងឈ្មោះត្រីញៀនហើយនេះជាបន្លែដែលផ្ទាប់ជាមួយត្រីញៀនហើយនេះជាគ្រឿងដែលគេបុកលាយជាមួយត្រីញៀនហើយគ្រឿងហ្នឹងមានច្រើនបំផុតគឺមើមរំដេងគឺច្រើនជាងគេបន្ទាប់មកស្លឹកក្រូចសើចហើយគេអត់ដាក់គុលក្រៃទេគេដាក់តែពីមុខនឹងទេហើយគេលាយម្ទេសតិចៗអ្នកណាដែលចូលចិត្តហឹរគេលាយដាក់ម្ទេសបន្តិចទៅដើម្បីឲ្យហឹរតិចហើយក៏អត់បានដាក់ខ្ទឹមសបុកលាយជាមួយដែរគេដាក់ពីច្រើនតែរំដេងហើយនឹងស្លឹកក្រូចសើចហើយនឹងលាយម្ទេសតិចៗដូចខ្ញុំប្រាប់មុននឹងតិចនឹងទេហើយនេះជាកូនត្រីរៀលដែលបានធ្វើស្អាតរួចរាល់អស់ហើយដែលគេផ្លះយកឆ្អឹងចេញហើយបានប្រឡាក់លាយជាមួយគ្រឿងដែលបានបុកម៉ត់ហើយមុនហ្នឹងហើយគេដកយកឆ្អឹងចេញដើម្បីការពារកុំឲ្យមុតដៃហើយគេប្រឡាក់លាយជាមួយគ្រឿងហើយប្រឡាក់លាយឲ្យសព្វហើយបានគេដាក់ទឹកខ្មេះបញ្ចូលតែបើសិនអត់មានទឹកខ្មេះទេគឺត្រូវយកទឹកក្រូចឆ្មាស្រស់ច្របាច់ដាក់បញ្ចូលតែរសជាតិទឹកក្រូចឆ្មាស្រស់ឆ្ងាញ់ជាងទឹកខ្មេះដោយសារបានក្លិនផងហើយក្រូចឆ្មាស្រស់ហើយនេះគេលាយច្របល់ជាមួយគ្រឿងរួចហើយបានដាក់ទឹកខ្មេះចូលឬក៏ទឹកក្រូចឆ្មាចូលហើយត្រាំឲ្យវាយូរឲ្យឆ្អិនសាច់ត្រីដល់ធ្វើអញ្ចឹងគេមិនបាច់យកទៅសាច់ត្រីហ្នឹងទៅចម្អិនទេគឺត្រាំវាឲ្យឆ្អិននៅក្នុងទឹកខ្មេះឬក៏ទឹកក្រូចឆ្មាហ្នឹងប្រហែលកន្លះម៉ោងហើយគេពូតយកទឹកដែលជ្រាបចេញពីត្រីជាមួយនឹងក្រូចឆ្មាហ្នឹងចេញហើយគេយកទឹកហ្នឹងទៅរងាស់ធ្វើទឹកជ្រលក់បានមានរសជាតិឆ្ងាញ់នេះគេចុងភៅកំពុងតែពូតត្រីញៀនហ្នឹងចេញហើយនេះយកទៅរងាស់ធ្វើទឹកជ្រលក់ហើយនៅពេលទឹកហ្នឹងពុះហើយគេថែមប្រហុកបន្តិចដើម្បីឲ្យបានក្លិនធំក្លិនឈ្ងុយហើយក៏មានទឹកដោះគោឆៅក្នុងនឹងដែរហើយនៅពេលហ្នឹងគេថែមគ្រឿងមានស្ករប៊ីចេងអំបិលទៅតាមចំណង់ចំណូលចិត្តដែលចង់បានរៀងខ្លួនហើយនេះកំពុងតែកូរទឹកជ្រលក់ហ្នឹងហើយងាស់វាឲ្យពុះល្អតែអត់ពុះល្អទេយើងហូបទៅអាចឈឺពុះឬក៏រាគដែរហើយនេះបន្លែផ្ទាប់ជាមួយត្រីញៀនក្នុងនោះមានបន្លែស្រស់ប្រភេទបន្លែធម្មជាតិមានទុយរាំងត្រយូងចេកសណ្តែកគួរស្ពៃក្តោបឬក៏ត្រួយស្មេនិយាយចំទៅបន្លែណាដែលយើងអាចហូបបានស្រស់ដូចលបោយនំបញ្ចុកអញ្ចឹងហើយចំពោះសាច់ត្រីញៀនវិញគឺបន្ទាប់ពីគេពូតយកទឹកវាចេញអស់ហើយគេយកទៅក្លាសេវាទៅជាក់ដើម្បីឲ្យវាបាត់ក្លិនឆ្អាបផងហើយឲ្យវាត្រជាក់ទៅហូបទៅមានរសជាតិឆ្ងាញ់ហើយនេះគឺឆ្អិនចប់សពគ្រប់ហើយពួកចុងភៅដួសចែកគ្នាញ៉ាំហើយនេះគឺសាច់ត្រីញៀនដែលគេប្រឡាក់គ្រឿងហើយជ្រលក់មួយទឹកជ្រលក់នេះរសជាតិឆ្ងាញ់មែនតើ